ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជានឹងឈានដល់ការប្រកួតសប្តាហ៍ទី28នៅចុងសប្តាហ៍នេះហើយជំនួបដែលគួរឲ្យចាប់អារម្មណ៍មួយគូដែលយើងនឹងលើកឡើងមកលម្អិតមុនការប្រកួតនៅថ្ងៃនេះគឺការប្រកួតរវាងភ្នំពេញ Ground ជាមួយអង្គរ Tiger ចំពោះភ្នំពេញ Ground ស្ថិតនៅលេខរៀងទី2អស់ឱកាសប្រជែងជើងឯកទៅហើយត្បិតមានគម្លាតពិន្ទុពីក្រុមកំពូលតារាងព្រះខ័នរីកស្វាយរៀងរហូតដល់ទៅ15ពិន្ទុស្របពេលដែលការប្រកួតនៅសល់តែ5ប្រកួតទៀតប៉ុណ្ណោះនឹងបិទបញ្ចប់រដូវកាលយ៉ាងណាក្តីពួកគេត្រូវការឈ្នះការប្រកួតនេះជាចាំបាច់ដើម្បីរក្សាតំណែងលេខ2ស្វែងរកកៅអីលេងពានរង្វាន់អន្តរជាតិនៅរដូវកាលក្រោយចំពោះកីឡាករដែលគួរឲ្យចាប់អារម្មណ៍របស់ពួកគេរួមមានខ្សែប្រយុទ្ធ New Zealand Moses Dyer ដែលសុទ្ធបាន12គ្រាប់ខ្សែប្រយុទ្ធអ៊ុយក្រែន Maxim Prydon សុទ្ធបាន10គ្រាប់និងខ្សែបម្រើសាទីដែលតែងតែបង្កើតឱកាសដល់ក្រុមដោយឡែកអង្គរ Tiger បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី3មាន44ពិន្ទុតាមពីក្រោយភ្នំពេញ Ground ត្រឹមតែ3ពិន្ទុប៉ុណ្ណោះអង្គរ Tiger ក៏ចង់ឈ្នះការប្រកួតនេះជាចាំបាច់ដូចគ្នាដើម្បីប្រជែងតំណែងលេខ2ក្នុងតារាងពិន្ទុដើម្បីស្វែងរកឱកាសលេងនៅក្នុងពានរង្វាន់អន្តរជាតិនៅរដូវកាលក្រោយផងដែរចំពោះកីឡាករដែលគួរឲ្យចាប់អារម្មណ៍របស់ពួកគេរួមមានខ្សែប្រយុទ្ធជប៉ុន Kurita Makachi ដែលសុទ្ធបាន18គ្រាប់ខ្សែប្រយុទ្ធហូឡង់ Gaito Michelin សុទ្ធបាន11គ្រាប់និងកីឡាករ Chan Vibol David សុទ្ធបាន4គ្រាប់ផងដែរយើងរំលឹកពីលទ្ធផលនៃការជួបគ្នាកាលពីជុំទី1និងជុំទី2កន្លងទៅរវាងក្រុមទាំងពីរជំនួបកាលពីថ្ងៃទី14ធ្នូឆ្នាំ2025ភ្នំពេញ Ground បានយកឈ្នះអង្គរ Tiger 3-0ជំនួបកាលពីថ្ងៃទី14កុម្ភៈឆ្នាំ2026អង្គរ Tiger បានយកឈ្នះភ្នំពេញ Ground 4-3សូមបញ្ជាក់ថាជំនួបលីគកំពូលកម្ពុជាសប្តាហ៍ទី28រវាងភ្នំពេញ Ground ជាមួយអង្គរ Tiger នឹងធ្វើឡើងនៅថ្ងៃទី12មេសានាកីឡដ្ឋានភ្នំពេញ Ground វេលាម៉ោង6ល្ងាច